lần thông lên mà lần chui mà mượn á sợi dữ đây nè ngõ kia ní sạt cuột nó viên đục riêng trắng vì nè khác của score hay ở sạt cuột như ní cứ ban hổ hay cao ska viên ad ở hay rồi thay dùng việc vui việc hai tới hay dùng ở nhận kia mới nhỉ ní cái sạt cuột từ về tầng bốn vía cứ cho pi cái lỗ ấy bữa sân chỉ cất tầng ở toàn cao tiếp với bà hai cho pi cái lỗ chiềng bữa cất tầng ở toàn vía cũ á sạt cuột vào dưới từ về sạt cuột vào dưới lời đấy ở nhom đừng do vía đầm bây giờ từ slow mà chu prey á đây liên tập đi xem ní còn mặt vía cho mỗi thao vía là dân chỉ có vía chân á dân cũng tục đi nó không nữa đầm bây ní vía vía còn mặt vào vía dân chỉ có vía màu đậm mặt đông xanh đấy in rượu chân
នេះសណ្ដានស្រាប់ដាក់ឲ្យសាច់ឲ្យទឹកយើងវាឆាប់ជូរបើវាមានរសជាតិជូរអែមហើយនឹងស្កររបស់យើងសម្រាប់ប៊ីចេងណាយើងច្បល់ចូលគ្នាទៅដើម្បីឲ្យទឹកហ្នឹងវាពុះខាប់ទៅយើងមកសាច់នៅក្នុងហ្នឹងតែម្ដងហ្មងហើយចាំចាក់ទឹកចូលតិចម្ដងយើងដាក់សាច់ហ្នឹងទៅយើងវាដាក់ភ្លើងទៅម្ងាស់វាជាមួយទឹកដាក់ទឹកតិចណាដើម្បីវាម្ងាស់សាច់ហ្នឹងឲ្យផុយតិចៗយើងចាក់ទឹកcònតិចតាមហ្នឹងដែរឥឡូវយើងចាប់ដើមច្រាំលឹកខ្នឹងនេះលឹកខ្នឹងរបស់យើងដើម្បីឲ្យស្លយើងវាមានជូរអាហ្នឹងជាបន្លែដាក់ក្នុងសាច់ទៅឲ្យវាមានជាតិជូរអញ្ចឹងណាអានោះដូច7អញ្ចឹងយើងច្រាំវាអញ្ចឹងដើម្បីឲ្យវាចេញជាតិជូរអាស្លឹកហ្នឹងឥឡូវទឹកយើងពុះហើយប៉ុន្តែទឹកហ្នឹងយើងអត់តនេះយើងមកងាស់វាសិនមកងាស់វាឥឡូវទឹកយើងវាពុះហើយទឹកហ្នឹងវាចេញពីសាច់ពីបន្លែយើងមកអញ្ចឹងយើងត្រូវមកងាស់ទឹកហ្នឹងឲ្យរីកសិនឲ្យរីងណាដើម្បីឲ្យវាអស់ទឹកប្រៃហ្នឹងកុំឲ្យវាឆ្អាបអញ្ចឹងហើយសាច់យើងក៏វាផុយល្អដែរហើយចាំយើងចាក់ទឹកម្ដងទៀតយើងរីងឥឡូវយើងចាប់ផ្ដើមបងជូរលឹកខ្នឹងរបស់យើងដាក់ចូលទៅក្នុងឆ្នាំងហ្នឹងហើយចាំដាក់ទឹកបន្តិចទៅបានហើយព្រោះអាហ្នឹងយើងស្លុកនេះខ្នឹងរបស់យើងដាក់ចូលទៅហើយយើងចាក់ទឹកចូលទៅមកល្មមទៅបានហើយហូបយើងឆ្អិនហើយมันឈ្ងុយឡើងធំក្លិនមកឡើងឈ្ងុយមកហ្មងស្លយើងហូបរបស់យើងបានរួចទេឡើងឈ្ងុយឡើងភ្លក់មើលតែឆ្ងាញ់ណាស់ឆ្ងាញ់ជូរអែមប្រៃល្មមមែនតើឆ្ងាញ់មែនតើនេះសាច់របស់យើងឆ្ងាញ់តែសាច់ហ្នឹងផុយល្អមែនតើពេលយើងមកយូរយ៉ាងហ៎ឆ្ងាញ់តែរបស់យើងស្វិតមែនតើនេះយើងរៀបរាប់អស់ហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តហើយនឹងជួយតាមដានវីដេអូនៅក្រោយៗទៀតបាយបាយ